បញ្ហាបាទបញ្ហាហ្នឹងគឺដោយសារតែកីឡាករយើងខ្លាំងបាទដោយសារតែគូ1ទឹក1គូ2ទឹក1គូ3ទឹក1គូ4ទឹក3គូ5បាទគូ5ទឹក2បាទអញ្ចឹង2គូបោះបង់ការប្រកួតបាទមានសន្លប់ខ្លះអញ្ចឹងទៅបាទហើយឲ្យគូទី4ទី5មិនបែកទាំងពីរបាទលោកគ្រូពេទ្យរវល់ទាំងពីរគូហើយចុះគូខ្សែក្រវ៉ាត់កង់ចេញម្រាមកង់ចេញម្រាមរៀងហៅថាកង់តូចអូដល់កោពេលនេះបាទអញ្ចឹងនេះគឺជាកាដូជាចំណងដៃសម្រាប់ពុកម៉ែបងប្អូននៅខេត្តតាកែវជូនពី Gensberg ផ្ដល់នូវកម្លាំងចិត្តឲ្យ Gensberg មួយអ្នកខាងមុខអ្នកខាងក្រោយខេត្តតាកែវបាទអរគុណច្រើនអរគុណដល់ម្ចាស់ឧបត្ថម្ភធំក្នុងកម្មវិធីរបស់យើងគឺ Gensberg បាទ Gensberg ស្រឡាញ់គុណខ្មែរបាទ Gensberg បើលើកស្ទួយគុណខ្មែរឡើងដល់កម្រិតពិភពលោក Gensberg ផលិតនៅចំណីអាឡឺម៉ង់ស្រូវសាលីក៏នាំមកពីអាឡឺម៉ង់ម៉ាស៊ីនក៏របស់អាឡឺម៉ង់ប្រកបណាស់គុណភាពស្រាបៀរអាឡឺម៉ង់ញ៉ាំទៅដឹងថាឆ្ងាញ់ខុសពីស្រាបៀរធម្មតា Gensberg ផលិតនៅចំណីអាឡឺម៉ង់ជួយឆ្ងាញ់កម្រិតពិភពលោក Gensberg ស្រឡាញ់គុណខ្មែរក៏សូមអរគុណ Idol កាន់តែត្រជាក់កាន់តែជក់មាត់រសជាតិ Strawberry ឆ្ងាញ់គ្រប់ដំណក់បបោមាត់ឡើងក្រហមចង់ស្អាតលយជឿជាក់ដូច Idol ញ៉ាំ Idol I confident អរគុណជាបន្តទៀតទៅដល់ Boost Strong ជួយគុណខ្មែរអ្នកខ្លាំងពូកែ Boost Strong ឲ្យឡានស្រឡាញ់គុណខ្មែរញ៉ាំ Boost Strong ឆ្ងាញ់ខ្លាំងស្វាងចែឆ្ងាញ់រហូតបំបីឯកតកម្មឈ្នះពានរង្វាន់រសជាតិកំពូលឆ្ងាញ់5ឆ្នាំជាប់គ្នាសូមអរគុណតែទឹកមុំ Freshy សម្បូរប្រភពធម្មពលផ្ដល់កម្លាំងភ្លាមធ្វើឲ្យស្រឡះបំពង់កបំបត្តិសស្អាតតែទឹកមុំមានធម្មជាតិបំបត្តិនៅភាពចាំមុនអាយុមិនធ្វើឲ្យឡើងគីឡូតែទឹកមុំ Freshy ទាំងឆ្ងាញ់ទាំងអនាម័យលើពីតែជ្រក់ធម្មតាបាទឥឡូវនេះចូលមកដល់គូជំរះបញ្ជីចាស់បាទរវាង Ron David ហើយនិងកីឡាករធុនអៀងឡៃការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ Gensberg រាជសីគុណខ្មែរនៅក្នុងកម្មវិធីរបស់យើងខ្ញុំបាទក៏សូមប្រកួតទុនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសរៀបចំប្រកួតប្រដាល់គុណខ្មែរបាទសូមអរគុណខ្ញុំបាទសូមគោរពអញ្ជើញអាជ្ញាកណ្ដាលនិងចៅក្រម Gensberg រាជសីគុណខ្មែរគូទី6ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់កង់ចេញម្រាមអាជ្ញាកណ្ដាលលោកម៉ាក់សឺមឿនចៅក្រមទី1លោកខឹមសុជាតិចៅក្រមទី2លោកស្រីអ្នកដែតចៅក្រមទី3លោកឈុនអេលីចៅក្រមទី4លោកលាក់ពុទ្ធិសិទ្ធនិងចៅក្រមទី5លោកខូនច័ន្ទគុណវត្តសូមអញ្ជើញទៅកាន់ទីកន្លែងបាទអញ្ចឹងចៅក្រមទាំង5រូបបាទមានទាំងលោកអាជ្ញាកណ្ដាលមួយរូបទៀតគឺ6រូបបាទអញ្ចឹងគឺថាគូនេះធ្លាប់ធ្វើឲ្យលោកចៅក្រមមានការលំបាកម្ដងរួចមកហើយចាំមើលលើកនេះកាត់ផ្ដាច់ពិតឬមិនដាច់ឬចម្រូងចម្រាសដល់ពេលណាទៀតប៉ុន្តែសង្ឃឹមថាអ្នកខេត្តតាកែវធ្វើសាកសីផលតាមទាំងអស់គ្នាបានអត់ហូឲ្យ Gensberg មួយទៀតបាទអរគុណខ្ញុំបាទក៏សូមគោរពអញ្ជើញវត្តមានកីឡាករចូលមកកាន់សង្វៀនប្រកួតកីឡាករមកពីក្លឹបមជ្ឈមណ្ឌលកីឡាប្រដាល់កងយុទ្ធពលខេមរៈភូមិន្ទលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីសូមស្វាគមន៍វត្តមានកីឡាករបង្គោលក្រហមធុនអៀងឡៃរាជសីគុណខ្មែរ
ខ្មែរ International Fight Gym នៃសមាគមកីឡាប្រដាល់ខេត្តកណ្ដាល Ron David រាជសីគុណខ្មែរគុណខ្មែរបាទដែលនាំមកជូនបាទផ្ដាច់មុខដោយ Gensberg បាទអញ្ចឹងយើងណាមិញបាទអូខេលោកអញ្ញាកដាពិនិត្យហើយឥឡូវនេះបាទកីឡាករសម្រួលបច្ចេកទេសសិនតោះសុំខាងបាទសហការរបស់យើងបង្ហាញជូនជាមួយនឹងខ្សែក្រវ៉ាត់ជូនដល់ទស្សនិកជនដើម្បីធ្វើជាសាក្សីនៃការប្រកួតដណ្ដើមនៅខ្សែក្រវ៉ាត់ Gensberg រាជសីគុណខ្មែរឲ្យទឹក បាទតោះឥឡូវសុំបាទខ្សែក្រវ៉ាត់យើងបាទនេះបងប្អូនបាទ Gensberg រាជសីគុណខ្មែរខ្ញុំឲ្យអ្នកឲ្យទឹក2អ្នកទាំងបងទាំង3កៅហ្នឹងសុំខូចអូយើងហើយចុះបាទតោះឥឡូវនេះខ្សែក្រវ៉ាត់នៅនឹងសិនបាទលោកកញ្ញាកណ្ដាលបាទលោកបាទសូមចេញបាទអញ្ចឹងថ្ងៃនេះបាទគ្រាន់តែចង់បង្ហាញជូនទៅដល់បាទទស្សនិកជនរបស់យើងបាទជាមួយនឹងខ្សែក្រវ៉ាត់ដ៏ស្រស់ស្អាតនេះខ្សែក្រវ៉ាត់នេះខ្ពស់ណាងើយមិនមើលឃើញងើយចង់មើលចេះនេះបាទនេះគឺជាខ្សែក្រវ៉ាត់ Gensberg រាជសីគុណខ្មែរបាទដែលនាំមកជុំរៃមកដោយបាទ Gensberg យ៉ាងណាមិញការប្រកួតរបស់អ្នកទាំងពីរមានភាពចម្រូងចម្រាសកាលពីលើកមុនបាទបន្ទាប់ពីមានការកាត់សេចក្តីសារជាថ្មីមកនេះបាទអញ្ចឹងត្រូវប្រកួតដណ្ដើមម្ដងទៀតហើយលក្ខខណ្ឌគឺកាន់តែពិសេសបាទនៅក្នុងថ្ងៃនេះការប្រកួតគឺ5ទឹកកង់ចេញម្រាមបាទឬក៏យើងហៅថាកង់តូចនេះឯងដែលកីឡាករកំពុងតែបាទពាក់កង់រួចរាល់ហើយដែរហើយលោកកញ្ញាកណ្ដាលក៏កំពុងតែពិនិត្យសំចៃទៅលើបច្ចេកទេសនៃការរៀបចំខ្លួនរបស់កីឡាករទាំងពីរបាទរួចរាល់សម្រាប់ David រីឯអៀងឡៃគឺមិនទាន់រួចរាល់នោះទេបាទឥឡូវនេះរួចរាល់ហើយបាទលោកកញ្ញាកណ្ដាលពិនិត្យម្ដងទៀតបាទមើលកញ្ចក់បាទអរគុណបាទអញ្ចឹងត្រូវហើយអញ្ចឹងប្រហែលអត់កើតទេបាទព្រោះយើងពាក់កង់ចូលទៅបាត់កញ្ចក់អត់អីណាបាទហើយដល់ពេលនៅចេញមករៀមមកបាទដល់ពេលអត់វាយទៅខ្វាចបាទអញ្ចឹង Vivo អរគុណតោះឥឡូវនេះបាទដល់ពេលប្រកួតតែម្ដងបាទប្រកួតទូនទីជូនដល់លោកអញ្ញាកណ្ដាលដែលជាអ្នកគ្រប់គ្រងនៃការប្រកួតលោកម៉ាក់សាមឿនខ្ញុំបានសូមជម្រាបជូននៅប្រវត្តិរូបសង្ខេបរបស់កីឡាករទាំងពីរបង្គោលក្រហមបាទបង្គោលក្រហមមាន
មានអាយុ25ឆ្នាំ1.67 ម៉ែត្រទម្ងន់60គីឡូក្រាមធ្លាប់ប្រកួតបានចំនួន101ដងឈ្នះ65ចាញ់20ស្មើ5និងផ្ដួលឯគួរឲ្យស្លាប់បានចំនួន22ដងកីឡាករមានស្រុកកំណើតនៅណានេះបាទស្រុកកំណើតភូមិកបាលកោះឃុំអំពិលតុកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងប្រកួតចុងក្រោយជាមួយនឹងកីឡាកររិនដេវីតវាយបង្គំគ្រូតាមរបៀបឥន្ទ្រីសម្ដែងរឹតជាកូនសិស្សរបស់លោកគ្រូធុនសុភាវឹកហាត់នៅក្នុងក្លឹបមជ្ឈមណ្ឌលកីឡាករយុទ្ធពលខេមរៈភូមិន្ទរីឯបង្គោលខៀវរិនដេវីតអាយុ21ឆ្នាំ1.65 ម៉ែត្រទម្ងន់60គីឡូក្រាមប្រកួតបាន86ដងឈ្នះ74ចាញ់10ស្មើ2និងផ្ដួលឯគួរឲ្យស្លាប់បាន20ដងរិនដេវីតមានស្រុកកំណើតភូមិព្រែកតតែនឃុំព្រែកក្តីស្រុកពញាលឺខេត្តកណ្ដាលប្រកួតចុងក្រោយជាមួយកីឡាករថៃឈ្នះពិន្ទុនាគប្រឡែងកែវក៏ថ្វាយបង្គំគ្រូលោកគ្រូវឹកលោកគ្រូស្វ័យសុខុនវឹកហាត់នៅក្នុងក្លឹបគុណខ្មែរអន្តរជាតិអញ្ញាកដាលលោកម៉ាក់សំមឿនបាទយ៉ាងណាចាក់ក្រមទាំង5រូបត្រៀមបិចត្រៀមក្តារហើយដើម្បីផ្ដល់បន្ទូលយ៉ាងសក្រិតទៅដល់កីឡាករទាំងពីរទស្សនិកជនពុកម៉ែបងប្អូននៅខេត្តតាកែវជាសាក្សីប៉ុន្តែខ្ញុំជឿថាអ្នកទាំងពីរនឹងមិនធ្វើឲ្យពុកម៉ែបងប្អូននៅខេត្តតាកែវខកបំណងនោះទេបាទបងប្អូនអ្នកគាំទ្របង្គោលក្រហមស្រែកថាបង្គោលក្រហមអ្នកគាំទ្របង្គោលខៀវស្រែកថាបង្គោលខៀវឥឡូវសុំកម្លាំងចិត្តឲ្យបង្គោលក្រហមមួយសុំកម្លាំងចិត្តឲ្យបង្គោលខៀវមួយសុំកម្លាំងចិត្តឲ្យអ្នកតាកែវមួយមកកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលម៉ាក់សាមឿន អូនទាំងពីរស្ដាប់ខ្ញុំជាអញ្ញាកដាលលើចង្កពងវាយប្លោះផ្លូវចាប់រិញហាមបោកច្បាប់គឺច្បាប់ណាស្ដាប់ឲ្យបានណាហើយវាយឲ្យអស់ពីសមត្ថភាពគឺតោះបងប្អូនគូខ្សែក្រវ៉ាត់សុំមួយទៀតមកចៅក្រមត្រៀមប្រុងព្រៀបប្រកួត Gensberg រាជសីគុណខ្មែរគូទី6ដែលជាគូដណ្ដើមខ្សែក្រវ៉ាត់កង់ចាញ់ព្រៀបទឹកទី1បាទទឹកទី1ធននាគឡាយរិនដេវីតកង់ចេញម្រាមធាក់ទល់មួយរបស់ឯកឡាយយកមួយរបស់រិនដេវីតអ្នកទាំងពីរលើកនេះមិនពិបាកឲ្យលោកចៅក្រមដាក់បន្ទូទេកាប់ជើងក្រោមកាប់គោរំជួយមកកណ្ដាប់ដៃតែទាត់កាត់របស់ដេវីតណែធាក់ទល់មួយដៃរបស់ដេវីតធាក់ទល់អើយនេះបាទចូលទេទៅអើយសអនុជិត1 2រង្វង់ប្រចាំដើម្បីថ្វាយផ្កាទាត់ជើងក្រោមមួយដៃពីរដៃ3ដៃនោះកង់ចេញម្រាមមិនលេងទេកាប់ជើងក្រោមរបស់ឯកឡៃចាប់បរិបូរណ៍ បកស1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
10 រាជសីបាទឃើញលោករីគីបាទដាច់ស្រេចមែនតើហើយបាទធ្ងន់ណាស់បាយអៀងឡៃអំបញ្ញមិញបាទចូលដៃ1 2របស់ដេវីនដំបងឡើយគាត់ចូលមួយដៃដំបងហ្នឹងដែលធ្វើឲ្យគាត់បាទពិបាកនៅក្នុងការស្រោចស្រង់ស្ថានភាពបាទដេវីនគាត់ឃើញមួយដៃហ្នឹងគឺរៀងត្រេតហើយគាត់តាមអត់ឲ្យនៅទេបាទអញ្ចឹងការលេងបាទនៅកង់បាទចេញមករៀមនេះបាទតែអ្នកណាចូលមុនគឺអ្នកនោះមានប្រៀបជាងឯនេះដំរីថ្វាយផ្ការបស់ដេវីតកន្លែងនេះល្អណាស់នេះទាញមកគប់ដំរីថ្វាយផ្កាបាទនៅកណ្ដាប់ដៃបាទរំពងប្រច័នចូលមួយទៀតភឹងបាទអូយបាទរិនដេវីតអៀងឡាយបាត់មុតឈឹងតែម្ដងបាទហើយក៏បានសុំទោសទៅលើបាទគូប្រកួតរបស់ខ្លួនដែរបាទសម្រាប់ដេវីតអំបញ្ញមិញបាទអញ្ចឹងលើកនេះបាទมันមានចម្ងល់ក៏ដូចជាមិនទៅសង្ស័យទៀតទេបាទអញ្ចឹងគេហៅថាបើចង់ឲ្យដាច់បាទមានតែលេងរៀងធំបាទអញ្ចឹងតែលេងធំគឺប្រកាសជាមានមួយខាងដែលគាត់បាទគេហៅថារៀងត្រូវទ្រាំខ្លួនបាទអញ្ចឹងតែលេងធំគឺពិបាកបាទសម្រាប់បាទអ្នកដែលចូលមុនមានប្រៀបបាទចូលមុនមានប្រៀបដំបូងឡើយគឺដេវីតក៏គាត់ចូលមួយដៃដែរបាទដំបូងឡើយគឺដេវីតក៏គាត់ចូលមួយដៃដែរបាទប៉ុន្តែមួយដៃនោះគឺដេវីតក៏ยังផុតបន្តិចមកបាទរៀងខ្សោយបាទមានន័យថាត្រូវរៀងចុងដៃបាទរីឯដេវីតវាយសងទៅលើអៀងឡៃវិញចូលពេញតែម្ដងបាទដំបូងមួយដៃនោះហើយដែលធ្វើឲ្យបាទដេវីតតាមបាទអត់ទាល់តែដាច់បាទអត់ឲ្យបាទនៅបន្តទៀតទេអរគុណបាទអញ្ចឹងឥឡូវនេះបាទប្រកួតទុនទីជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ បាទសូមអរគុណកីឡាករបង្គោលឃីវរិទ្ធដេវីតទទួលបានជ័យជំនះដោយកីឡាករបង្គោលក្រហមសន្លប់នៅក្នុងទឹកទី1បាទអបអរសាទរកីឡាកររិទ្ធដេវីបាទទទួលបានជ័យជំនះបាទទទួលបាននៅខ្សែក្រវ៉ាត់បាទហ្គេនស្បែករីកសៃគុណខ្មែរខ្ញុំបាទក៏សូមក្រុមអញ្ជើញវត្តមានបាទគណៈអធិបតីដើម្បីបំពាក់នៅខ្សែក្រវ៉ាត់បាទជូនដល់កីឡាកររបស់យើងបាទក្រុមអញ្ជើញវត្តមានរបស់អាដាមតែមើលប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរបាទក្រុមអញ្ជើញវត្តមានអាដាមវ៉ាសុធាជាស្វាមីលោកជំទាវអុកញ៉ាជួបមានអគ្គនាយិកាក្រុមហ៊ុនថនក្រុមបាទក្រុមអញ្ជើញបាទ Mr. Brown បាទដែលជាអ្នកជំនាញផលិតបាទស្រាបៀររបស់អាល្លឺម៉ង់ក្រុមអញ្ជើញវត្តមានអាដាមខូឆាយដែលជាអនុប្រធានទី1សហព័ន្ធកីឡាប្រដាល់គុណខ្មែរនិងក្រុមអញ្ជើញវត្តមានបាទលោកថមមីគីមដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជានិងជាទីប្រឹក្សាក្រុមហ៊ុនថោនក្រុមបាទដើម្បីបាទធ្វើពិធីបំពាក់នៅខ្សែក្រវ៉ាត់ជូនម្ចាស់ជ័យលេវីបាទនៅក្នុងបាទកម្មវិធី Gainsburg រាជសីគុណខ្មែរបាទអញ្ចឹងអំបញ្ញមិញនេះគឺលេងធំហើយបាទសម្រាប់អ្នកទាំងពីរអូយបាទចូលធ្ងន់ណាស់បាទប្រមាណដៃអំបញ្ញមិញនេះគឺរុនដេវីតបាទសែងចេញតែអធិស្ឋានបាទធុនអៀងឡៃបាទសែងចេញតែម្ដងដល់ចូលកណ្ដាប់ដៃរបស់ដេវីតតែអញ្ចឹងខ្សែក្រវ៉ាត់របស់យើងក៏បានដង្ហែមកដូចគ្នាដែរដើម្បីត្រៀមបំពាក់ជូនទៅដល់រិនដេវីតដែលជាម្ចាស់ជ័យលាភីបាទពីវត្តមានគណៈអធិបតីដែលលោកចូលទស្សនាការប្រកួតដោយផ្ទាល់និងការលើកទឹកចិត្តទៅដល់កីឡាករគុណខ្មែររបស់យើងគ្រប់រូប
នេះបាទខ្សែក្រវ៉ាត់របស់យើងអរគុណបាទប្រកោជូនវត្តមានបាទអាយដាមបាទតែមើលបាទដូចជា Mr. Brown បាទដើម្បីបំពាក់រួមគ្នាបាទនេះបាទវត្តមានអាដាមតែមើលបាទប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរវត្តមានអាដាមខូឆាយដែលជាអនុប្រធានសហព័ន្ធបាទទីអនុប្រធានបាទទី1សហព័ន្ធកីឡាប្រដាល់គុណខ្មែរវត្តមាន Mr. Brown តំណាងម្ចាស់ឧបត្ថម្ភកម្មវិធីក៏ដូចជាអ្នកជំនាញផលិតស្រាបៀរអាឡម៉ង់វត្តមានរបស់អាដាមវ៉ាសុធាដែលជាស្វាមីលោកជំទាវអុកញ៉ាជុំមានអគ្គនាយិកាក្រុមហ៊ុនដនក្រុមនិងវត្តមានរបស់លោក Tommy Kim ដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជានិងជាទីប្រឹក្សាក្រុមហ៊ុនថនក្រុមផងដែរបាទសុំខាង Gensburg ខាងនោះមួយបាទខាងនោះបាទអូខេបាទសុំលោកអាជ្ញាកណ្ដាលរបស់យើងចូលដែរដើម្បីថតរូបអនុស្សាវរីយ៍បាទជាមួយនឹងម្ចាស់បាទជាលភីរបស់យើងបាទសូមសម្លេងចាត់អបអរសាទរម្ដងទៀតដល់រិនដេវី មិនស្លាប់ស្មារតីដើម្បីកូនខ្មែរ បាទអរគុណបាទសម្រាប់វត្តមានបាទគណៈធិបតីដែលលោកបាទចេញជាកិត្តិយសនៅក្នុងការបំពាក់នៅខ្សែក្រវ៉ាត់ជូនម្ចាស់បាទជាលភីរបស់យើងនៅក្នុងថ្ងៃនេះបាទអរគុណបាទវត្តមានបាទពងពោះអាដាមតែមើលប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរវត្តមានអាដាមខូឆាយដែលជាអនុប្រធានទី1សហព័ន្ធកីឡាប្រដាល់គុណខ្មែរវត្តមានអាដាមវ៉ាសុធាជាស្វាមីលោកជំទាវអុកញ៉ាជុំមានអគ្គនាយិកាក្រុមហ៊ុនថនក្រុមវត្តមាន Mr. Brown ដែលជាអ្នកជំនាញបាទផលិតស្រាបៀរអាឡម៉ង់តំណាងម្ចាស់ឧបត្ថម្ភកម្មវិធីស្រាបៀរ Gensburg ក៏ដូចជាវត្តមានរបស់លោក Tommy Kim ដែលជាប្រធាន IPCC នៅក្នុងប្រទេសកម្ពុជានិងជាទីប្រឹក្សាក្រុមហ៊ុនថនក្រុមផងដែរឥឡូវនេះម្ចាស់ខ្សែក្រវ៉ាត់ពិតប្រាកដបានរកឃើញហើយ ច្បាស់តែង បាទគឺរិនដេវីនបាទប្រាក់រង្វាន់បាទនឹកអមជាមួយនឹងខ្សែក្រវ៉ាត់របស់យើងចាំប្រកោជូនបន្តទៀតបាទអញ្ចឹងបាញ់មិញនេះយើងធ្វើពិធីបំពាក់នៅខ្សែក្រវ៉ាត់ជូនដល់កីឡាកររបស់យើងពីវត្តមានគណៈធិបតីចូលដល់គូឯកចុងក្រោយបាទអ្នកណាគេដែរបងប្អូន ណាគូកូនពៅ កូនពៅបាទសម្រាប់ទឹកដីនៃខេត្តតាកែវ គូទី1 បាទ តែឥឡូវចូលដល់គូបិទគូ គូតបិទគូតអនុញ្ញាតសម្រាប់បន្តិចសិន